សួស្តីវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀប add smart lock ស៊េរីថ្មីរបស់ ZK ចូលទៅក្នុង app mobile app អញ្ចឹងសម្រាប់ app ទូរស័ព្ទដៃយើងប្រើ Set Smart បាទ app របស់យើងគេអញ្ចឹងសោនេះជាលេខកូដថ្មីបាទ SL01.T SAP 308អញ្ចឹងរបៀប add ចូលទៅក្នុងទូរស័ព្ទដៃទី1គឺតម្រូវឲ្យសោហ្នឹងវាស្ថិតនៅក្នុង default បាទ default mode អញ្ចឹងយើងអត់ទាន់ធ្វើអីទាំងអស់បន្ទាប់មកយើងចុចអូខេយើងចុចលេខនៅលើនេះយើងចុចលេខ1លេខ2លេខ3លេខ5 7 8 9ហើយយើងចុច screen បន្ទាប់មកនៅលើ app របស់យើងចុចបូក add device មក add device អញ្ចឹងវានឹង load សោយើងចុច add អញ្ចឹងយើង connect ទៅកាន់ Wi-Fi នៅទីតាំងរបស់យើងអញ្ចឹងសម្រាប់ Wi-Fi ដែលវា support 2.4 2.4G អូខេបន្ទាប់ពីយើង connect បានយើង back មកកាន់ app របស់យើងវិញយើងចុច next អញ្ចឹងយើងធ្វើការរងចាំទៅមួយសន្ទុះវានឹង connect ជាប់ហើយអូខេយើង connect បាន success ហើយយើងចុចដានមកអូខេអញ្ចឹងបន្ទាប់ពីយើង add បានវានឹងចេញមក interface បែបនេះអញ្ចឹងសម្រាប់ user គឺយើងនៅ default ដែរទេដែលយើងមាន admin មួយអូខេអញ្ចឹងនៅលើ app យើងមានកន្លែង member management នេះគឺជា account របស់យើងគឺថា user មួយហ្នឹងយើងចង់ add finger add code add card អីយើងអាច add នៅលើនេះបានឧទាហរណ៍ខ្ញុំចុចបូក finger មួយចុច start អូខេតោះមកវាឲ្យយើង scan នៅលើនេះ5 ដង Enter the fingerprint.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  Completed. អូខេអញ្ចឹង finger នេះអាចដាក់ឈ្មោះបានគាត់ឈ្មោះអីបងណាគេហ្នឹងណាអូខេតែអញ្ចឹងយើង add បានមួយអាច add passcode ឬ add card សម្រាប់ card យើងប្រើ IC អញ្ចឹងបើយើងចង់ add card យើងចុច add មកយើង start ទៀតPlease place the card onto the detection area. Completed. អូខេអញ្ចឹងអានេះអាចដាក់ឈ្មោះបានអូខេឥឡូវយើង add finger add card បានហើយឧទាហរណ៍យើងចង់ add user បន្ថែមអញ្ចឹងនៅលើនេះក៏យើងអាច add user បន្ថែមបានដែរចុចបូកសញ្ញាបូកនេះមកនេះដាក់ឈ្មោះគេថាឈ្មោះណាគេមួយចឹងទៅអញ្ចឹងព័ត៌មានផ្សេងយើងមិនបាច់ពេញក៏បានដែរបន្ទាប់មកយើង save អូខេ save វាបានឈ្មោះអញ្ចឹងយើងចូល add ម្ដងដែលគាត់ថែមមក Please place the finger on the finger. Enter the fingerprint. Enter the finger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 . Completed. អញ្ចឹងយើងអាច scan មកបានអូខេយើងបានអញ្ចឹងវាលើនេះវា load unlock ហើយវា load device lock ឲ្យយើងឃើញយើងបើកឈ្មោះបើកើតជាមួយបើកតាមរយៈ finger មួយវាទៀតបើសិនជាយើងចង់បើកទ្វារពី app ទៅអញ្ចឹងកន្លែងនេះវាដាក់ press to unlock អញ្ចឹងយើងគ្រាន់សកត់នៅលើហ្នឹងមកគេវាវិលអញ្ចឹងវានឹងបើកអញ្ចឹង success យើងបើកទ្វារបាន
បើពី app direct មកអញ្ចឹងយើងអាចមើល status យើង unlock by remotely អូខេហើយនៅក្នុងនេះវាមាន setting មួយចំនួនយើងអាចចូលទៅកែវាបានដូចជាសលេងកម្រិតសលេងហើយនឹងភាសាតែភាសាមានតែអង់គ្លេសជាមួយនឹងអេស្ប៉ាញអូខេអូខេហើយមួយទៀតនៅពេលដែលយើងចុចកណ្ដឹងនៅលើនេះលើសោចឹងវានឹង alert ជា message មក doorbell យើងអាចចុចនេះទៅអូខេចឹងមានគេចុចកណ្ដឹងយើងអាចបើកទ្វារពីនេះទៅបានចឹងបើកនេះទៅយើងគេអត់ចុចក៏យើងបើកបានដែរតែដល់ពេលគេចុចមានន័យថាមានមនុស្សនៅមុខទ្វារហើយចឹងយើងអាចបើកទ្វារគាត់ស្គាល់ទៅបានយើងបើកទ្វារបានបើកទូរចេញទៀតហើយនេះជា operation ជាមួយថ្ងៃហ្នឹងមានតែគេចុចចេញចូលអីខ្លះវានឹងប្រាប់ក្នុងនេះអូខេអរគុណ